ជំរាបសួរបាទនេះគឺជាស្ថានភាពព្រៃឫស្សីដែលយើងអាចកំណត់សម្គាល់បានថាគឺព្រៃស្ដុកនៃឫស្សីតោះយើងមើលស្ថានភាពព្រៃស្ដុកព្រៃឫស្សីទាំងអស់គ្នាដែលទីនេះគឺជាព្រៃស្ដុកដែលមានចម្ងាយឆ្ងាយពីបរិយានេះនោះគឺជាបរិយាដែលយើងធ្លាប់បាននិយាយពីមុនកន្លងមកហើយនេះគឺជាព្រៃឫស្សីតែយើងអាចបានដឹងថាព្រៃឫស្សីនេះគឺមានអ្វីខ្លះនេះគឺជាផ្លកច្រកចូលរបស់ស្ថានភាពរបស់ព្រៃឫស្សីតោះយើងចាប់ផ្ដើមចូលទាំងអស់គ្នាវ៉ាវពិតជាអស្ចារ្យខ្លាំងណាស់អូជាការសោកស្ដាយមែនតើព្រៃឫស្សីនេះគឺត្រូវបានដុតចេញបាត់ទៅហើយបើតាមខ្ញុំគិតទៅគឺទីនេះគឺសិតសឹងតែជាដំណាំដូចជាការធ្វើស្រូវនៅពេលដែលចុងខែហ្នឹងភាគច្រើនគឺគេដុតស្រូវនឹងចេញជាចំដុតចិញ្ច្រាំងស្រូវនឹងចេញដើម្បីឲ្យស្ថានភាពយើងពេលយើងភ្ជួររាស់ដីទៅកុំឲ្យមានជាប់ចិញ្ច្រាំងស្រូវខ្លាំងពេកនេះបាទនេះគឺជាស្ថានភាពវាលស្រែនេះអូប៉ុន្តែគឺឫស្សីរបស់យើងត្រូវបានដុតចេញបាត់ទៅហើយគឺពិតជាគួរអាណិតខ្លាំងណាស់នេះគឺជាស្ថានភាពព្រៃឫស្សីបើតាមការមើលទៅគឺជុំវិញនេះគឺពោពេញទៅដោយព្រៃឫស្សីបាទព្រៃឫស្សីសុទ្ធនេះសិតតែព្រៃឫស្សីប៉ុន្តែបើតាមការមើលរបស់ខ្ញុំគឺតាមមេធាងរបស់វាគឺបានងាប់ខ្លះហើយបើតាមខ្ញុំគិតទៅគឺមកពីការដុតភ្លើងនឹងតែម្ដងមូលហេតុបើយើងដុតភ្លើងនេះដោយសារតែវាជ្រុះស្លឹកជ្រុះអីងាប់របស់វានឹងទៅគឺធ្វើឲ្យព្រៃឫស្សីរបស់យើងនឹងឆេះខ្លោចរហូតដល់តាមមេធាងនឹងបានអស់កាលនៅខ្ញុំនៅក្មេងៗគឺខ្ញុំចូលចិត្តមកលេងតាមគុម្ពព្រៃឫស្សីខ្លាំងណាស់ទោះធ្វើត្បិតតែវាមានលក្ខណៈជាអញ៉ៃមែនប៉ុន្តែគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំនេះគឺជាស្ថានភាពព្រៃឫស្សីដែលស្ថិតនៅមុខខាងទល់មុខទីកន្លែងបរិយាតែម្ដងនេះបាទគឺមានភាពស្រស់ស្អាតហើយបើមើលស្ថានភាពនេះទៅគឺវ៉ាវគឺស្រស់ស្អាតបើសិនជាយើងអាចកែច្នៃកន្លែងនេះទៅធ្វើជាកន្លែងសាងសង់ផ្ទះឬក៏កន្លែងដាំដំណាំអីផ្សេងៗពេលរដូវប្រាំងគឺល្អប្រសើរខ្លាំងណាស់បន្ទាប់ពីការដាំស្រូវហើយយើងធ្វើដាំដំណាំដូចជាដាំស្ពៃដាំអីដាំម្លឹកដាំអីតាមរដូវប្រាំងអូបើតាមខ្ញុំគិតគឺស្ថានភាពនេះគឺល្អខ្លាំងណាស់